nơi nông ở Rom manu khmai group group khmi na mane ai bam plek ban lai nơiព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គដែលលេចត្រដែតគួរឲ្យកោតស្ញប់ស្ញែងគឺព្រះបាទជ័យវរ្ម័នទី7ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរព្រះបរមនាមនិងស្នាព្រះហស្ថរបស់ព្រះអង្គល្បីរន្ទឺមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេប៉ុន្តែធ្វើរំជួយខ្ទាល់ខ្ទាដល់អ្នកប្រវត្តិវិទូល្បីៗនៅលើសកលលោកថែមទៀតផងព្រះបាទជ័យវរ្ម័នទី7ប្រសូតនៅគ្រិស្តសករាជ1125រជ្ជកាលគ្រងរាជ្យគ្រិស្តសករាជ1181ដល់1218ចក្រភពកម្ពុជាទេសដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំព្រះអង្គជាបុត្ររបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី2ក្រោយពេលរំដោះក្រុងអង្គរពីចាមបានព្រះអង្គបានកសាងរាជធានីអង្គរទី4ត្រង់ប្រាសាទបាយ័នព្រះអង្គជាស្ដេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរនិងវាយត្រួតត្រាប្រទេសចម្ប៉ាព្រះអង្គកសាងប្រាសាទជាច្រើនដូចជាប្រាសាទបាយ័នប្រាសាទបន្ទាយឆ្មាសាលាសំណាក់ចំនួន121មន្ទីរពេទ្យចំនួន102ស្ពានថ្នល់ប្រាសាទបន្ទាយក្តីប្រាសាទតាព្រំប្រាសាទទន្លេបាទីប្រាសាទនាពាន់ប្រាសាទតាសោមប្រាសាទក្រោលគូនិងសាងបញ្ចប់ប្រាសាទអង្គរវត្តបង្កើតសាកលវិទ្យាល័យជាច្រើននិងអភិវឌ្ឍប្រទេសជាតិពង្រីកទឹកដីនិងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជានុរាស្ត្រព្រះអង្គមានអគ្គមហេសី2ព្រះអង្គដែលមានប្រាជ្ញាខ្លាំងពូកែគឺព្រះនាងជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវីហើយទ្រង់មានបុត្រ4អង្គព្រះនាមឥន្ទ្រវរ្ម័នទី2និង3អង្គផ្សេងទៀតបានសគត់មិនមានកំណត់ត្រានោះទេចំពោះព្រះរាជមហេសីរបស់ព្រះបាទជ័យវរ្ម័នទី7គឺព្រះនាងជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវីព្រះមហេសីទាំងពីរព្រះអង្គនេះគឺជាបងប្អូនបង្កើតនឹងគ្នាព្រះនាងជ័យរាជទេវីរៀបអភិសេកមុនពេលដែលព្រះបាទជ័យវរ្ម័នទី7បានឡើងសោយរាជ្យក្រោយពេលព្រះនាងជ័យរាជទេវីបានសោយទីវង្គតទៅព្រះនាងឥន្ទ្រទេវីដែលជាព្រះរាមបានរៀបអភិសេកជាអគ្គមហេសីបន្តយោងតាមផ្ទាំងសិលាចារឹកដ៏ធំមួយនៃប្រាសាទព្រះខ័នស្ថិតនៅក្នុងខេត្តសៀមរាបជាអតីតទីក្រុងខ្មែរមហាអស្ចារ្យរុងរឿងដែលលោកកលាបានប្រទះឃើញគឺលោកសុសុដេសជាជនជាតិបារាំងសេសដែលបានបោះពុម្ពចុះផ្សាយកាលពីឆ្នាំ1941ការផ្សព្វផ្សាយនៅទិន្នន័យដ៏សំខាន់បំផុតពាក់ព័ន្ធទៅនឹងព្រះរាជាវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី7ព្រះមហាវីរក្សត្រនៅសម័យមហានគរមតិមហាជនខ្មែរមួយចំនួនមិនទាន់បានជ្រាបអំពីព័ត៌មានចម្បងទាំងនេះឲ្យបានច្បាស់លាស់នៅឡើយនោះទេប៉ុន្តែអ្នកឯកទេសខាងប្រវត្តិសាស្ត្រកម្ពុជាបានលើកយកមកបកប្រែជាផ្លូវការជូនជនរួមជាតិខ្មែរទុកជាចំណេះដឹងទូទៅខាងប្រវត្តិសាស្ត្រមួយកម្រិតទៀតគួររំលឹកផងដែរថាសិលាចារឹកនេះគឺការ908មានចាជាអក្សរទាំងអស់ចំនួន111គាថាបណ្ឌិតបុរាណវិទូខ្មែរលោកមីសែលត្រាណេបានលើកឡើងថា18គាថាដើមនៃសិលាចារឹកនេះមានលក្ខណៈដូចគ្នាបេះបិទទៅនឹងខ្លឹមសារនៃសិលាចារឹកប្រាសាទតាព្រំលោកបណ្ឌិតបានធ្វើការបកប្រែនៅគាថាមួយចំនួនពិសេសគាថាជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី7ដែលមានអត្ថន័យខ្លឹមសារដូចតទៅគាថាទី6ជាព្រះរាជាមួយព្រះអង្គដែលត្រូវបានព្រះរាជាទាំងពួងនៃដែនដីដែលនៅដៃមានកាន់កាប់យ៉ាងណែនមនុស្សគោរពសក្ការៈព្រះអង្គជាកតេបណ្ឌិតដ៏ឆ្នើមក្នុងចំណោមកតេបណ្ឌិតផងទាំងឡាយជាព្រះរាជបុត្រារបស់ព្រះរាជាព្រះបាទស្រុតវរ្ម័ននិងព្រះបាទស្រីស្រីថវរ្ម័នជាមនុស្សល្អប្រពៃតាមរយៈព្រះសមិទ្ធិដ៏រុងរឿងថ្កើងថ្កានជាប្រភពនៃវង្សក្សត្រដ៏បរិសុទ្ធ
គាថាទី7ព្រះអង្គជាព្រះអាទិត្យនៅលើមេឃីដែលជាវងត្រកូលកម្ពុជាដែលបានប្រសូតឡើងនៅលើភ្នំខាងកើតនៃជាយាទិត្យបុរៈព្រះអង្គបានដាក់បេះដូងផ្កាឈូកនៃសពសត្វលោកជាឃ្លាំងនៃភាពត្រចះត្រចង់ជាអធិរាជនៃស្រេដ្ឋបុរៈគាថាទី8ប្រសូតឡើងក្នុងមហានគរនៃគ្រួសារខាងព្រះមេដាដែលព្រះច័ន្ទចែងចាំងនៅកាមរស្មីព្រះកេតនាមដ៏ល្អប្រពៃឥតខ្ចោះភ្លឺថ្លាដោយព្រះនាងលក្ស្មីព្រះនាងបាននាំមុខកំពូលស្ត្រីទាំងឡាយគឺព្រះរាជិនីកម្ពុជារាជលក្ស្មីគាថាទី9ស្វាមីនៃដែនដីឯភវបុរៈព្រះបាទភវវរ្ម័នទេវៈប្រកបដោយសម្រស់ដ៏ភ្លឺថ្លាដែលនាំមកនៅមន្តស្នេហ៍ចំពោះព្រះរាជនគររបស់ទ្រង់ពោពេញទៅដោយទេពកោសល្យជាប្រភពកំណើតនៃរាជវង្សានុវង្សដោយអ្នកដែលបានប្រកបដោយកាមរស្មីអមតៈព្រះអង្គបានសម្រាលនៅភាពឈឺចុកចាប់របស់ប្រជានុរាស្ត្ររបស់ទ្រង់គាថាទី10អ្នកដែលមានអាកប្បកិរិយាល្អភាពល្បីល្បាញវិរៈភាពដែលគេមិនអាចស្ដីបន្ទោសអ្វីទាំងអស់បានឡើយហើយទ្រង់បានប្រសូតក្នុងត្រកូលរបស់អ្នកនោះព្រមទាំងបានបង្កើតនៅកិច្ចការសម្រាប់មនុស្សគ្រប់មជ្ឈដ្ឋានព្រះបាទស្រីហួរវរ្ម័នជាអ្នកបំផ្លាញសេចក្តីរីករាយរបស់សត្រូវក្នុងចម្បាំងហើយមានព្រះរាជសកម្មភាពដ៏ថ្លៃថ្លាដែលបានផ្សព្វផ្សាយចេញពីវាចាគ្រប់ទិសទីគាថាទី11និងទី12តាមរយៈព្រះមហាក្សត្រនិងព្រះរាជមហេសីនេះព្រះនាងស្រីជ័យរាជជឌីមនីបានមានកំណើតឡើងប្រៀបទៅនឹងរាត្រីដែលបង្កើតឡើងដោយភាពរឹងប៉ឹងដោយកមលាដោយសោភ័ណភាពដោយអរុណោទ័យដោយអាកប្បកិរិយាដែលមិនអាចស្ដីបន្ទោសបានឡើយដោយបៃត្រីដែលបានចាប់កំណើតដោយសពបរសធម៌គាថាទី13បានសោយរាជសម្បត្តិនៅឯស្រីមុនយសោធរៈបុរៈព្រះមហាក្សត្រជ័យវរ្ម័នទេវៈក្រោយពីផ្ចាញ់រលកនៃពួកសត្រូវព្រះអង្គបានបោះបង្គោលរហូតដល់សមុទ្របង្គោលនៃជ័យជំនះគ្រប់ទិសទីព្រះអង្គនិងបុព្វការីជនប្រថាប់នៅឯមហេធរៈបុរៈគាថាទី18ព្រះរាជបុត្រីរបស់ព្រះបាទស្រីហួរវរ្ម័នបានឲ្យកំណើតទៅមហាបុរសមួយរូបគឺព្រះបាទជ័យវរ្ម័នទី7ប្រកបដោយធម្មពលចែងចាំងដោយភ្លើងក្រហមឆ្អៅប្រៀបដូចទៅនឹងព្រះនាងអាទិទេពដែលបានធ្វើឲ្យព្រាហ្មសីคล้ายទៅជាស្ដេចនៃពពួកទេវតាដែលដោយសារការប្រណិប័តដ៏ល្អប្រពៃដើម្បីការពារដែនដីបានសម្លាប់ពួកមេទ័ពប្រឆាំងមិត្តបងប្អូនទាំងអស់គ្នាជាទីគោរពរួមសេចក្តីមកគ្មានអ្វីសង្ស័យឡើយព្រះបាទជ័យវរ្ម័នទី7ពិតជាវង្សមហាក្សត្រាខ្មែរយ៉ាងពិតប្រាកដដែលបានតពូជពងពីព្រះមហាវីរក្សត្រនាសម័យនគរភ្នំនិងសម័យចេនឡាដ៏មានមហិទ្ធិឫទ្ធិគួរឲ្យកោតស្ញប់ស្ញែងហើយព្រះអង្គក៏ជាមហាបុរសរដ្ឋដែលបានការពារដែនដីខ្មែរជាងដោយមានការលះបង់ខ្ពស់រកអ្វីប្រៀបផ្ទឹមពុំបានឡើយស្នាព្រះហស្ថក្នុងការកសាងផ្លូវជាតិធំចំនួន5ខ្សែក្នុងរជ្ជកាលរបស់ព្រះអង្គមិនត្រឹមតែកសាងនៅមន្ទីរពេទ្យនិងធម្មសាលាប្រាសាទជាច្រើនរាប់មិនអស់ទេក្នុងរជ្ជកាលព្រះអង្គព្រះបាទជ័យវរ្ម័នទី7ទ្រង់បានកសាងផ្លូវជាតិធំចំនួន5ខ្សែសម្រាប់ការធ្វើដំណើរឆ្លងកាត់អាណាចក្រលោកវង្សសុធិរាសាស្ត្រាចារ្យសិលាចារឹកសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរនិងជាអនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីនេះថាក្នុងរជ្ជកាលព្រះអង្គព្រះមហាវីរក្សត្រអង្គនេះបានទ្រង់កសាងផ្លូវគមនាគមន៍សំខាន់ចំនួន5ខ្សែខ្សែទី1ផ្លូវខាងលិចចាប់ពីយសោធរៈបុរៈកាត់ភ្នំស្រុតតម្រង់ទៅស្ដុកកោះធំនិងបន្ទាយឆ្មាខ្សែទី2ផ្លូវនៅប៉ែកពីជាប់ប្រទេសពីយសោធរបុរៈ
ទៅប្រាសាទភិមីខ្សែទី3ផ្នែកខាងជើងគេរៀបរាប់បែបជាផ្លូវរង្វង់មួយគឺចេញពីរាជធានីទៅកាន់ទីក្រុងជ័យវតីជ័យសង្ហវតីជ័យវិរតីជ័យរាជគិរីស្រីសុវីរៈបុរីមកដល់យសោធបុរៈវិញចំណែកខ្សែទី4ផ្លូវឦសានពីរាជធានីយសោធបុរៈទៅកាន់រាជធានីរបស់ចាមនិងទី5ផ្លូវខាងកើតពីយសោធបុរៈទំនងជាតម្រង់ទៅសម្បូរព្រៃគុកដែលគេអាចឃើញជាដាននៃសំណង់ស្ពានបុរាណជាច្រើនតាមដងផ្លូវជាតិលេខ6ចាប់ពីស្ពានបុរាណនៅកំពង់ក្តីរហូតដល់ដំដែកលោកសាស្ត្រាចារ្យវង្សធិរាបានបន្តឲ្យដឹងថាការកសាងផ្លូវគមនាគមន៍ចំនួន5ខ្សែនេះនៅតាមផ្លូវព្រះអង្គបានកសាងធម្មសាលានិងភ្លើងបំភ្លឺចំនួន121កន្លែងសម្រាប់ជាជម្រកសាធារណៈដល់អ្នកធ្វើដំណើរទូទៅលោកបន្តថាក្នុងសិលាចារឹកប្រាសាទព្រះខ័នបានបន្តឲ្យដឹងថាតាមផ្លូវពីជាប់មានធម្មសាលាចំនួន17ផ្លូវខាងជើងមានធម្មសាលាចំនួន14និងមានផ្លូវឦសានមានធម្មសាលាចំនួន57រួមទាំងភ្លើងនិងមួយនៅសូបវត្តគឺភ្នំជីសូ1នៅវិជ្ជាយតិតនិងមួយនៅកល្យានសិទ្ធិកៈទំនងជាត្រូវនឹងស្រុករំដួលខេត្តស្វាយរៀងបន្ថែមពីនោះធម្មសាលាសល់ចំនួន30ដោយសារមិនមានអត្ថបទសាលាចារឹកធម្មសាលាដែលនៅសេសសល់ទំនងជាសង់តាមផ្លូវខាងលិចនិងខាងកើតតាមការបញ្ជាក់របស់សាស្ត្រាចារ្យវង្សធិរាលោកបានបន្តថាក្រៅពីនេះព្រះអង្គបានកសាងមន្ទីរពេទ្យដែលភាសាចំនួននោះហៅថាអារោគ្គសាលាមានចំនួន102កន្លែងប្រកបដោយគ្រឿងដង្វាយដ៏ច្រើនអនេកសម្រាប់ផ្គត់ផ្គង់ជីវភាពនិងសកម្មភាពនៅតាមមន្ទីរព្យាបាលនីមួយៗពេទ្យជំនាញពេទ្យជំនួយអ្នកបុកថ្នាំអ្នកដាំទឹកអ្នកបម្រើការផ្សេងៗដែលសរុបមានប្រមាណ90នាក់សម្រាប់មន្ទីរពេទ្យនីមួយៗលោកសាស្ត្រាចារ្យវង្សធិរាបានបន្តដោយគូបញ្ជាក់ថាអ្នកជំងឺគ្រប់ឋានៈសង្គមអាចទទួលបានការព្យាបាលដោយគ្មានការរើសអើងលោកបន្ថែមថាដោយសារព្រះអង្គយកចិត្តទុកដាក់លើសុខុមាលភាពនេះហើយដែលរហូតធ្វើឲ្យអ្នកស្រាវជ្រាវខ្លះសង្ស័យថាព្រះអង្គកើតឃ្លុំដោយអ្នកស្រាវជ្រាវទាំងនោះគ្រាន់តែពឹងផ្អែកលើការបកស្រាយរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននិងរឿងព្រេងនិទានស្ដេចកំឡុងដែលគេប្រឌិតឡើងនៅពេលក្រោយតែប៉ុណ្ណោះព្រះបាទជ័យវរ្ម័នទី7ជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រអង្គរអ្នកប្រវត្តិសាស្ត្រអំពីប្រទេសកម្ពុជាលោកអៃម៉ូនីញេបានសិក្សាពីព្រះបាទជ័យវរ្ម័នទី7និងសន្និដ្ឋានថាជាក្សត្របង្កើតសម័យដ៏រុងរឿងបំផុតនៃប្រទេសកម្ពុជាការបង្រួបបង្រួមជាតិរបស់ព្រះបាទជ័យវរ្ម័នទី7បានចាប់ផ្ដើមចុះផ្សាយនៅក្នុងប្រតិបត្តិសាលាបារាំងចុងបូព៌ាដោយលោកលូវីហ្វីណូតនៅអត្ថបទសាលាចារឹកសំក្រិតមួយដែលប្រទះឃើញដោយលោកសោកម៉ាស្វីរ៉ូនៅត្រង់សាយហ្វុងជិតក្រុងវៀងច័ន្ទដែលផ្ដល់ព័ត៌មានអំពីការសាងសង់មន្ទីរពេទ្យនៅគ្រិស្តសករាជ1186លោកលូវីហ្វីណូតបានកត់សម្គាល់ថាសាលាចារឹកនេះមានន័យដោយសាលាចារឹកនៅសសរស្តម្ភដែលគេបានរកឃើញនៅឈូងសមុទ្រសៀមជិតព្រំដែនកូសាំងស៊ីនកម្ពុជាក្រោមហើយព្រះនាមព្រះបាទជ័យវរ្ម័នទី7ត្រូវបានរំលឹកជាញឹកញាប់នៅក្នុងសាលាចារឹកចាមថាជាអ្នកចម្បាំងមួយយ៉ាងធំធេងនិងអស្ចារ្យលោកបានសន្និដ្ឋានថាសាលាចារឹកដែលមានចាប់ពីប្រទេសឡាវខាងក្រោមទៅឆ្នេរសមុទ្រអាណាមនិងទៅទឹកដីកូសាំងស៊ីនខាងក្រោមខ្លះបានរៀបរាប់ពីជោគជ័យរបស់ព្រះអង្គខ្លះទៀតអំពីអំពើល្អរបស់ព្រះអង្គទាំងនេះបានបំភ្លឺអំពីរូបភាពនៃព្រះមហាក្សត្រអង្គនេះពីក្នុងភាពងងឹតនៃអតីតកាលរបស់ប្រទេសកម្ពុជា
ភាពងងឹតបានរសាយដោយសារតែការអត់ធ្មត់ក្នុងការស្រាវជ្រាវរយៈពេល40ឆ្នាំរបស់លោកលវីហ្វីណូតព្រះនាមរបស់ស្ដេចអង្គនេះគេទើបនឹងបានស្គាល់នៅគ្រិស្តសករាជ1900ពេលគេបង្កើតសាលាបារាំងចុងបូព៌ាឥឡូវនេះគេចាត់ទុកព្រះអង្គជាមហាវីរក្សត្រដ៏ខ្លាំងពូកែមួយអង្គក្នុងចំណោមព្រះមហាក្សត្រដ៏ខ្លាំងពូកែផ្សេងទៀតនៃប្រទេសកម្ពុជាព្រះអង្គបានពង្រីកទឹកដីយ៉ាងធំបំផុតគិតទាំងប្រទេសចម្ប៉ាផងនិងកសាងប្រាសាទជាច្រើនពាសពេញផ្ទៃប្រទេសសិលាចារឹកជាច្រើនដែលព្រះអង្គបានបន្សល់ទុកមានសិលាចារឹក3គឺសិលាចារឹកតាព្រំព្រះខ័ននិងបន្ទាយឆ្មាដែលប្រតិបត្តិនៃសាលាបារាំងចុងបូព៌ាបានបោះពុម្ពផ្សាយបទបញ្ញត្តិនៃមន្ទីរពេទ្យក្នុងសិលាចារឹកនៅផ្នែកខាងក្រោមមកពីប្រាសាទភិមានអាកាសដែលគេបានប្រទះឃើញនៅគ្រិស្តសករាជ1916ក្នុងព្រះបរមរាជវាំងអង្គរធំនិងសិលាចារឹកចាមមួយនៅមីសឺនគឺលោកលវីហ្វីណូតបានបោះពុម្ពនៅក្នុងប្រតិបត្តិនៃសាលាបារាំងព្រះបាទជ័យវរ្ម័នទី7ខ្លាំងពូកែដោយព្រះមហាក្សត្របារាំងសេះព្រះនាមលវីទី7និងហ្វីលីបអូហ្គូដែលរជ្ជកាលរបស់ព្រះអង្គស្ថិតនៅក្នុងសម័យជាមួយគ្នាព្រះរាជវង្សានុវង្សរបស់ព្រះអង្គត្រូវបានគេស្គាល់យ៉ាងច្បាស់លាស់ព្រះវររាជបិតារបស់ព្រះអង្គបានសោយរាជ្យរយៈពេលយ៉ាងខ្លីក្នុងរវាងគ្រិស្តសករាជ1155ព្រះអង្គម្ចាស់ជ័យវរ្ម័នទី7ត្រូវជាបងប្អូនជាទួតមួយនិងព្រះបាទសូរ្យវរ្ម័នទី2ដែលទ្រង់បានធ្វើសង្គ្រាមរហូតដល់តង់កឹងនិងកសាងប្រាសាទអង្គរវត្តជាប្រាសាទចេតិយរបស់ព្រះអង្គព្រះវររាជមាតារបស់ព្រះអង្គជាប់សារលោហិតទៅនឹងព្រះសន្តតិវង្សពីបរទេសដែលគ្រប់គ្រងប្រទេសជិតពេញសតវត្សទី11និងព្រះរាជធានីកម្ពុជាសម័យបុរេអង្គរព្រះអង្គម្ចាស់ជ័យវរ្ម័នប្រសូតនៅរវាងគ្រិស្តសករាជ1120ឬយ៉ាងយូរណាស់គ្រិស្តសករាជ1125ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ហើយព្រះអង្គបានរៀបអភិសេកពីក្មេងបន្តិចជាមួយក្សត្រីជ័យរាជទេវីដែលព្រះនាងមានឥទ្ធិពលខ្លាំងទៅលើព្រះអង្គក្នុងការគ្រប់គ្រងប្រទេសក្រោយមកព្រះអង្គត្រូវបញ្ជាឲ្យលើកកងទ័ពទៅវាយប្រទេសចម្ប៉ានៅតំបន់វិជ័យបច្ចុប្បន្នជាខេត្តបេញដេញប្រទេសវៀតណាមវត្តមាននៃព្រះស្វាមីបានធ្វើឲ្យព្រះនាងជ័យរាជទេវីធ្លាក់ព្រះកាយទៅក្នុងអន្លង់ទុក្ខសោកដែលសិលាចារឹកនៃព្រះបរមរាជវាំងសរសេរដោយព្រះនាងឥន្ទ្រទេវីត្រូវជាបងបង្កើតរបស់ព្រះនាងសិលាចារឹកបានរៀបរាប់ថាព្រះនាងស្ថិតនៅក្នុងអន្លង់ជ្រោះទឹកភ្នែកទួញសោកប្រៀបដូចនាងសីតាព្រាត់ប្រាសពីស្វាមីព្រះនាងសូមបានស្រន់សូមឲ្យព្រះស្វាមីវិលវិញមធ្យោបាយបំភ្លេចទុក្ខសោកដ៏មហិមានេះព្រះនាងបានបួសក្នុងព្រាហ្មណ៍សាសនានិងក្រោយមកបួសក្នុងព្រះពុទ្ធសាសនាសិលាចារឹកបានសរសេរថាទទួលការសិក្សាអប់រំពីបងស្រីបង្កើតព្រះនាងគិតថាព្រះពុទ្ធសាសនាជាទីស្រឡាញ់ពេញចិត្តព្រះនាងប្រកាន់យកមាគ៌ារបស់ព្រះពុទ្ធសាសនាដែលជាមាគ៌ាដ៏ស្ងប់ស្ងាត់ដើម្បីឆ្លងកាត់ភ្លើងទុក្ខនិងសមុទ្រនៃសេចក្តីឈឺចាប់ នៅពេលព្រះបាទជ័យវរ្ម័នទី7គង់នៅប្រទេសចម្ប៉ាព្រះបិតារបស់ព្រះអង្គគឺព្រះបាទធរណិន្ទ្រវរ្ម័នទី2ទ្រង់ចូលទីវង្គតហើយព្រះមហាក្សត្រដែលស្នងរាជបន្តព្រះនាមយសោវរ្ម័នទី2ដែលគេមិនស្គាល់ពីជីវប្រវត្តិច្បាស់លាស់នោះទេក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះមានព្រឹត្តិការណ៍សោកសៅមួយដែលមានចារនៅក្នុងសិលាចារឹកនិងរូបចម្លាក់នៅប្រាសាទបន្ទាយឆ្មាសិលាចារឹកនិងរូបចម្លាក់ប្រាសាទនេះបានឲ្យដឹងថាព្រះបាទយសោវរ្ម័នទី2ត្រូវរាហូវាយលុកដោយពេលមុនសូរគ្រាសឬច័ន្ទគ្រាសដែលបានយុវក្សត្រមួយអង្គជួយសង្គ្រោះទំនងជាព្រះរាជបុត្រាមួយព្រះអង្គរបស់អនាគតព្រះបាទជ័យវរ្ម័នទី7សិលាចារឹកសរសេរថា
នៅពេលដែលភិរតរាហុបះបោរប្រឆាំងនឹងព្រះបាទយសោវរ្ម័នដើម្បីវាយលុកដណ្ដើមព្រះរាជវាំងកងទ័ពការពារទីក្រុងបានបាក់ទ័ពរត់អស់ព្រះអង្គម្ចាស់ចូលប្រយុទ្ធទាហាន2នាក់បានចូលរួមប្រយុទ្ធជាមួយព្រះអង្គហើយបានទទួលជ័យជំនះលើភិរតរាហុប៉ុន្តែព្រះបាទយសោវរ្ម័នទី2បានត្រូវមន្ត្រីជាន់ខ្ពស់ម្នាក់ដណ្ដើមរាជដោយយកនាមថាត្រីភូវនាទិត្យនៅគ្រិស្តសករាជ1165ព្រះអង្គម្ចាស់ជ័យវរ្ម័នទី7ក៏ប្រញាប់ប្រញាល់យាងត្រឡប់មកពីចម្ប៉ាដើម្បីជួយសង្គ្រោះព្រះបាទយសោវរ្ម័នទី2សិលាចារឹកបានបន្តទៀតថាប៉ុន្តែព្រះបាទយសោវរ្ម័នទី2ត្រូវអ្នកជ្រែករាជធ្វើគុតហើយព្រះអង្គម្ចាស់ជ័យវរ្ម័នទី7ក៏គង់នៅប្រទេសកម្ពុជាដើម្បីរងចាំពេលវេលាល្អនិងស្រោចស្រង់ស្ថានភាពវិញដែលពោពេញទៅដោយអំពើឧក្រិដ្ឋព្រះអង្គម្ចាស់ក្សត្រីដែលក្រៀមក្រំដោយទុក្ខពីព្រោះព្រះស្វាមីអវត្តមានក៏រលាយពីសេចក្តីទុក្ខព្រួយវិញដោយព្រះនាងចង់ឃើញព្រះអង្គរំដោះប្រទេសពីមហាសមុទ្រទុក្ខដែលបានលិចលង់នេះព្រះអង្គម្ចាស់ជ័យវរ្ម័នទី7ដែលបានយាងត្រឡប់មកដល់ប្រទេសយឺតពេលនិងបានឃើញអ្នកជ្រែករាជនៅលើរាជបល្ល័ង្កព្រះអង្គក៏មិនទ្រង់យាងត្រឡប់ទៅចម្ប៉ាវិញឡើយនិងដោយមានការជួយផ្ដល់យោបល់ពីមហេសីផងព្រះអង្គក៏គង់នៅកម្ពុជារងចាំពេលវេលាល្អសមស្របព្រះអង្គត្រូវរងចាំអស់រយៈពេល15ឆ្នាំក្នុងពេលជាមួយគ្នាដែរនៅកម្ពុជាមានការជ្រែករាជនៅប្រទេសចម្ប៉ាក៏មានការជ្រែករាជដែរនៅគ្រិស្តសករាជ1166ដល់1167ព្រះនាមជ័យឥន្ទ្រវរ្ម័នស្ដេចអង្គនេះបានលើកសួយសារអកទៅថ្វាយស្ដេចអាណាមព្រះនាមលីអាញ់តុងនៅគ្រិស្តសករាជ1170ដើម្បីឲ្យប្រទេសនេះនៅអព្យាក្រឹតក្នុងពេលនេះព្រំដែនខាងជើងនៃប្រទេសចម្ប៉ាស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ហើយស្ដេចជ្រែករាជចាមក៏លើកទ័ពវាយលុកប្រទេសកម្ពុជាសិលាចារឹកភីមានអាកាសសរសេរទៀតថាព្រះបាទជ័យឥន្ទ្រវរ្ម័នស្ដេចចាមឥតកោតខ្លាចដោយក្រុងរាពណ៍នៅលើរថកាន់អាវុធវាយប្រយុទ្ធប្រទេសកម្ពុជាប៉ុន្តែការវាយលុកនេះពុំបានទទួលជោគជ័យទេស្ដេចចាមនាមជ័យឥន្ទ្រវរ្ម័នបានដូរយុទ្ធវិធីពីការវាយតាមជើងគោកទៅវាយតាមជើងទឹកវិញនៅគ្រិស្តសករាជ1177ស្ដេចចាមអង្គនេះបានលើកទ័ពជើងទឹកចូលវាយខ្មែរដោយមានចិនលេខសំពៅម្នាក់ជួយនាំផ្លូវទ័ពនោះបានចូលតាមទន្លេមេគង្គហើយឡើងរហូតដល់បឹងទន្លេសាបក្រុងអង្គរត្រូវធ្លាក់ក្នុងកណ្ដាប់ដៃចាមហើយស្ដេចជ្រែករាជត្រីភូវនាទិត្យវរ្ម័នក៏ត្រូវធ្វើគុតក្នុងសមរភូមិកងទ័ពចាមក៏ចូលកាន់កាប់ទីក្រុងហើយបំផ្លិចបំផ្លាញនិងប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់អស់ពីទីក្រុងព្រះរាជបល្ល័ង្កត្រូវនៅទំនេរគ្មានព្រះមហាក្សត្រសោយរាជ្យព្រះអង្គម្ចាស់ជ័យវរ្ម័នទី7ឆ្វេងយល់ថាពេលនេះជាពេលវេលាល្អបានមកដល់ហើយប៉ុន្តែមុននឹងប្រកាសជាស្ដេចសោយរាជ្យព្រះអង្គត្រូវរំដោះប្រទេសចេញពីការគ្រប់គ្រងរបស់បរទេសសិនព្រះអង្គក៏បានលើកទ័ពដេញកម្ចាត់ពួកចាមតាមជើងទឹកដោយដែលមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មារហើយបានរំដោះប្រទេសទាំងមូល4ឆ្នាំក្រោយការឈ្លានពានរបស់ចាមនៅគ្រិស្តសករាជ1177នៅគ្រិស្តសករាជ1181ប្រទេសកម្ពុជាបានសុខសន្តិភាពហើយព្រះអង្គព្រះបាទជ័យវរ្ម័នទី7ក៏ប្រកាសឡើងគ្រងរាជសម្បត្តិនៅក្នុងពេលជាមួយគ្នានោះព្រះអង្គបានកសាងរាជធានីឡើងវិញទីក្រុងអយសោធបុរៈដូចជាស្រីក្រមុំម្នាក់ក្នុងត្រកូលខ្ពង់ខ្ពស់បានផ្សំផ្គុំជាមួយគូដណ្ដឹងរបស់ខ្លួនក្នុងតណ្ហាដែលពុះកញ្ជ្រោលលំអទៅដោយរាជវាំងអំពីត្បូងមានតម្លៃនិងគ្របដណ្ដប់ទៅដោយកំផែងដ៏រឹងមាំគឺក្រុងអង្គរគូស្វាមីភរិយានេះបានធ្វើពិធីអាពាហ៍ពិពាហ៍ដោយព្រះរាជា
ដើម្បីបង្កើតសុភមង្គលនៃសត្វលោកក្រោមជ័យជំនះដ៏ធំធេងដែលព្រះអង្គដណ្ដើមយកបានសិលាចារឹកមួយនៅជ្រុងកំពែងអង្គរធំបានសរសេរថារាជបុរីដែលព្រះរាជារៀបពិធីអភិសេកនោះគ្មានអ្វីក្រៅពីទីក្រុងអង្គរធំនោះទេពុំមែនប្រាសាទបាខែងនៅចុងសតវត្សទី9ឡើយតែជាទីក្រុងបច្ចុប្បន្នដែលជាមជ្ឈមណ្ឌលជាប្រាសាទបាយ័នក្នុងពេលដែលចាមចូលលុកលុយប្រទេសនាគ្រិស្តសករាជ1177តាមអ្នកប្រវត្តិសាស្ត្រចិនឈ្មោះម៉ាទួនលិនថាព្រះបាទជ័យវរ្ម័នទី7បានសច្ចាថានឹងសងសឹកសត្រូវរបស់ព្រះអង្គហើយកិច្ចការនេះអត់ទ្រាំដោយស្ងាត់កំបាំងរយៈពេល15ឆ្នាំក៏ប៉ុន្តែមុននឹងសម្រេចសេចក្តីសច្ចារបស់ព្រះអង្គដើម្បីធ្វើសង្គ្រាមនឹងចាមនៅក្នុងប្រទេសព្រះអង្គត្រូវបង្ក្រាបការបះបោរនៅផ្នែកខាងត្បូងនៃទឹកដីបាត់ដំបងដើម្បីបង្ក្រាបការបះបោរនេះព្រះអង្គបានបញ្ជាឲ្យក្សត្រចាមមួយអង្គនាមវិជាណនឲ្យលើកទ័ពទៅបង្ក្រាបបានរៀបទៀបឡើងវិញគូបញ្ជាក់ថាក្សត្រចាមអង្គនេះបានមករស់នៅជាមួយព្រះអង្គតាំងពីក្មេងមកម្ល៉េះសិលាចារឹកចាមនៅមីសឺនបានសរសេរថាកាលពីកុមារភាពរបស់ព្រះអង្គនៅគ្រិស្តសករាជ1182ព្រះអង្គម្ចាស់វិជាណនបានយាងមកគង់នៅប្រទេសកម្ពុជាព្រះមហាក្សត្រប្រទេសកម្ពុជាគឺព្រះបាទជ័យវរ្ម័នទី7បានឡើងសោយរាជឆ្នាំមុនបានទតឃើញលក្ខណៈ33យ៉ាងរបស់ព្រះអង្គម្ចាស់ក៏មានព្រះតីស្រឡាញ់សពព្រះរាជហឫទ័យហើយព្រះអង្គបង្រៀនវិទ្យាសាស្ត្រនិងក្បួនយុទ្ធសាស្ត្រដល់ព្រះអង្គម្ចាស់នេះនៅពេលដែលព្រះអង្គម្ចាស់គង់នៅប្រទេសកម្ពុជារាជាណាចក្រនេះមានតំបន់មួយឈ្មោះមញ្ចងដែលមានមនុស្សអាក្រក់រស់នៅហើយបានងើបប៉ះបោរឡើងប្រឆាំងនឹងព្រះមហាក្សត្រខ្មែរព្រះរាជាបានទតឃើញព្រះអង្គម្ចាស់នេះពូកែខាងសឹកសង្គ្រាមក៏បញ្ជាឲ្យដឹកនាំកងទ័ពខ្មែរដើម្បីទៅបង្ក្រាបការបះបោរនៅមញ្ចងដោយទទួលបានជោគជ័យដោយសារគុណបំណាច់ព្រះមហាក្សត្រខ្មែរទ្រង់ព្រះរាជទានកិត្តិយសនិងទ្រព្យសម្បត្តិដ៏មានតម្លៃខ្ពស់ខ្ពស់ដល់ទ្រង់វិជាណននៅគ្រិស្តសករាជ1190ព្រះបាទជ័យវរ្ម័នទី7បានធ្វើឲ្យប្រទេសដៃវៀតនៃមហារាជាលីកៅតុននៅអព្យាក្រឹតដើម្បីឲ្យងាយស្រួលក្នុងការពេចាបក្នុងឆ្នាំដដែលឱកាសល្អហុចឲ្យដោយស្ដេចចាមជ័យឥន្ទ្រវរ្ម័នទី4លើកកងទ័ពមកវាយខ្មែរម្ដងទៀតតើព្រះបាទជ័យវរ្ម័នទី7ទ្រង់លើកទ័ពប្រឆាំងនឹងការវាយលុករបស់ចាមឬយ៉ាងណាសិលាចារឹកនៅបោនកោឯញ៉ាត្រាំងបានសរសេរទុកថាព្រះអង្គវាយយកបានរាជធានីនៃប្រទេសចម្ប៉ានិងប្រមូលយកលិង្គទាំងអស់ជោគជ័យនេះបានដោយសារព្រះអង្គបញ្ជាទ្រង់វិជាណនលើកទ័ពទៅទប់ទល់ទ្រង់វិជាណនវាយយកបានក្រុងវិជ័យគឺបេញដេញហើយចាប់ស្ដេចចាមជ័យឥន្ទ្រវរ្ម័នទី4ជាឆ្លើយមកថ្វាយព្រះបាទជ័យវរ្ម័នទី7ព្រះអង្គបានលើកព្រះអនុជថ្លៃរបស់ព្រះបាទជ័យវរ្ម័នទី7ព្រះនាមអិនអនុជព្រះនាងជ័យរាជទេវីឲ្យឡើងសោយរាជនៅវិជ័យដោយមានព្រះបរមនាមថាសូរ្យជ័យវរមទេវៈរួចព្រះអង្គលើកទ័ពបង្ហោះទៅវាយយកបានរុរងគឺផានរាំងហើយឡើងសោយរាជនៅទីនោះដោយមានព្រះរាជបរមនាមថាសូរ្យវរមទេវៈប្រទេសចម្ប៉ាបានចែកជាពីរផ្នែកមួយផ្នែកគ្រប់គ្រងដោយព្រះរាជាខ្មែរនិងមួយផ្នែកទៀតដោយក្សត្រចាមវិជាណនតែមិនបានជួបប៉ុន្មានពួកចាមនៅវិជ័យក៏ងើបបះបោរឡើងដោយបណ្ដេញព្រះអង្គម្ចាស់អិនរត់ចូលមកស្រុកខ្មែរវិញហើយលើកស្ដេចចាមព្រះនាមរសុបតិឲ្យឡើងសោយរាជជាជំនួសវិញឆ្លៀតឱកាសនេះព្រះរាជាវិជាណនបានបង្រួបបង្រួមប្រទេសចម្ប៉ាឲ្យមានឯកភាពឡើងវិញក្រោយពីបានធ្វើគុតព្រះជ័យឥន្ទ្រវរ្ម័នទី5ឬរសុបតិហើយឡើងសោយរាជប្រទេសចម្ប៉ាទាំងមូលពីគ្រិស្តសករាជ1192ដល់1203
នៅគ្រិស្តសករាជ1193និង1194ព្រះបាទជ័យវរ្ម័នទី7ទ្រង់បានសាកល្បងឲ្យព្រះវិជាណន្ទទទួលស្គាល់អំណាចព្រះអង្គវិញតែឥតប្រយោជន៍ទេរហូតដល់គ្រិស្តសករាជ1203ព្រះអង្គបានបញ្ជាឲ្យស្ដេចចាស់មួយអង្គទៀតព្រះនាមអង្គធនបតិក្រាមដែលត្រូវជាឪពុកមីរបស់វិជាណន្ទឲ្យលើកទ័ពទៅវាយកម្ចាត់ក្មួយព្រះអង្គម្ចាស់ទាល់តែបានចាប់ពីគ្រិស្តសករាជ1203ដល់1220ប្រទេសចម្ប៉ាក៏ក្លាយទៅជាអាណាខេត្តរបស់ខ្មែរការលូកដៃច្របូកច្របល់នៅក្នុងប្រទេសខាងកើតដែលជាប្រទេសជិតខាងពុំបានទប់ស្កាត់មិនឲ្យព្រះអង្គពង្រីកទឹកដីទៅទិសខាងជើងនិងខាងលិចនៃប្រទេសកម្ពុជាឡើយគឺនៅក្នុងរជ្ជកាលនេះហើយដែលសិលាចារឹកសៃហ្វុងជិតក្រុងវៀងច័ន្ទបានបញ្ជាក់ពីកាលបរិច្ឆេទហើយអ្នកប្រវត្តិសាស្ត្រចិនបាននិយាយពីអំណាចរបស់ព្រះបាទជ័យវរ្ម័នទី7បានភ្ជាប់ទឹកដីមួយផ្នែកនៃឧបទ្វីបម៉ាឡាជូនិងអវិធអំណាចរហូតដល់ប្រទេសភូមាម្យ៉ាងទៀតសិលាចារឹកមួយនៃប្រាសាទព្រះខ័នបានឲ្យដឹងថាទឹកមុនត្រូវបានផ្ដល់ដោយព្រាហ្មណ៍សុរភ័ក្រនិងព្រាហ្មណ៍ឯទៀតទាំងអស់ក្នុងព្រះបរមរាជវាំងព្រះរាជានៃជាវនៈនិងព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ាព្រាហ្មណ៍សុរភ័ក្រប្រហែលជាមេនៃព្រាហ្មណ៍ទាំងអស់ក្នុងព្រះបរមរាជវាំងព្រះរាជានៃជាវនៈគឺជាអធិរាជលីអញតុងដែលសោយរាជនៅគ្រិស្តសករាជ1175មានព្រះបរមនាមសម្រាប់រាជថាលីកៅតុងនិងសោយរាជរហូតដល់គ្រិស្តសករាជ1210ព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ាគឺព្រះរាជាសោយរាជនៅក្រុងវិជ័យឬបេញឌិចដែលត្រូវជាព្រះអនុជថ្លៃនៃព្រះបាទជ័យវរ្ម័នទី7និងព្រះរាជាដែលសោយរាជនៅបានឌុរងឬផានរាំងគឺទ្រង់វិជាណន្ទដែលការពារដោយព្រះបាទជ័យវរ្ម័នទី7គេបានដឹងថាការថ្វាយទឹកមុននេះមានន័យថាទទួលស្គាល់ការស្ថិតនៅក្នុងចំណោះនៃប្រទេសដែលគេថ្វាយនោះទំនៀមនេះនៅមានរហូតដល់សព្វថ្ងៃនេះនៅក្នុងរាជវាំងក្រុងភ្នំពេញឬបាងកកនៅពេលធ្វើពិធីអភិសេកស្ដេចឡើងសោយរាជទឹកមុនសម្រាប់ធ្វើពិធីគឺជាទឹកដែលទទួលបានពីទន្លេសំខាន់ៗនៃប្រទេសនិងពីខេត្តផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជាការស្ថិតនៅក្រោមចំណោះប្រទេសកម្ពុជានៃប្រទេសចម្ប៉ាទាំងពីរមិនយូរអង្វែងដូចនៅក្រោមអំណាចរបស់ជ្វីអំណាចរបស់មហារាជអាណាមឡើយក្រោយពីព្រះនាងជ័យរាជទេវីសោយព្រះពិរាល័យទៅព្រះបាទជ័យវរ្ម័នទី7បានរៀបរាជាពិសេសជាមួយព្រះនាងឥន្ទ្រទេវីដែលជាព្រះរាមបង្កើតរបស់ព្រះនាងជ័យរាជទេវីក្សត្រីពីរអង្គនេះជាស្ត្រីសម្បូរទៅដោយចំណេះវិជ្ជាច្រើនព្រះនាងបានទទួលតំណែងជាសាស្ត្រាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយហើយបានកសាងសាលាចារឹកនៅភូមិអាកាសដែលជាប្រភពយ៉ាងសំខាន់ទាក់ទងនឹងព្រះរាជីវប្រវត្តិនៃព្រះបាទជ័យវរ្ម័នទី7គេមិនដឹងច្បាស់ថាព្រះបាទជ័យវរ្ម័នទី7សោយទីវង្គតទៅនៅឆ្នាំណាទេព្រះអង្គទំនងជាសោយរាជរហូតដល់គ្រិស្តសករាជ1218ព្រះអង្គមានព្រះបរមនាមថាមហាបរមសោយគតព្រះនាមនេះសរឲ្យឃើញថាព្រះអង្គជាពុទ្ធសាសនិកជនមួយរូបតែទោះបីយ៉ាងនឹងក៏ដោយក៏ព្រះអង្គមានព្រាហ្មណ៍បរហិតមួយរូបឈ្មោះឫស្សីកេសៈដែលជាសក្ខីភាពប្រាប់ថាសាសនាព្រាហ្មណ៍នៅពេលនោះនៅមានឥទ្ធិពលខ្លាំងគួរសមដែរតាមរូបបរិមាព្រះបាទជ័យវរ្ម័នទី
មានសាច់មាំមានព្រះកេសមានភ្នួងសាក់តូចលក្ខណៈនេះមានច្បាស់នៅលើក្បាច់ចម្លាក់ជាច្រើនគេបានឃើញរូបបដិមាពីរគឺមួយនៅអង្គរធំនិងមួយទៀតនៅប្រាសាទភិម៉ាយចិត្តគូរាជនៃប្រទេសថៃឬនគររាជដែលថែរក្សាដោយមន្ទីរក្រុងបាងកករូបបដិមាទាំងពីរនេះគឺជាព្រះរូបរបស់ព្រះបាទជ័យវរ្ម័នទី7ទោះជាយ៉ាងណាក៏ដោយអំពីកាលបរិច្ឆេទនៃការសោយទីបង្គត់គេពុំបានដឹងពិតប្រាកដនោះទេគេចោទជាសំណួរថាតើព្រះអង្គមានព្រះរោគអ្វីដែលនាំឲ្យព្រះអង្គសោយទីបង្គត់មានរូបចម្លាក់ពីរនាសម័យនោះគឺរូបចម្លាក់នៅហោជាងប្រាសាទតូចដែលគេហៅថាមន្ទីរពេទ្យស្ថិតនៅខាងកើតប្រាសាទតាកែវលោក Victor Golubev បានសិក្សាយ៉ាងល្អិតល្អន់លើក្បាច់ចម្លាក់ដើម្បីស្វែងយល់អំពីសាច់រឿងរបស់ស្ដេចកំឡុងប៉ុន្តែពុំមានរូបបដិមាណាដែលត្រូវនឹងរឿងនេះឡើយហើយលោកបានផ្ដល់អត្ថបទរបស់លោកវិជ្ជាបណ្ឌិតមីសណាតជានាយកវិទ្យាស្ថានប៉ាស្ទ័រនៃក្រុងព្រៃនគរបានប្រគល់ឲ្យគាត់នៅគ្រិស្តសករាជ1934អំពីអត្ថាធិប្បាយលើក្បាច់ចម្លាក់នៃប្រាសាទបាយ័នដូចតទៅកំពួនដៃនិងដៃនៃអ្នកជំងឺជាវត្ថុបំណងនៃការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីស្ត្រីដែលនៅព័ទ្ធជុំវិញកាយវិការនៃស្ត្រីម្នាក់មានលក្ខណៈដូចជាចាប់កាន់ត្រចៀកខាងស្ដាំបើកឲ្យធំដើម្បីឲ្យគេចាប់អារម្មណ៍ទៅលើចំណុចដែលសំខាន់បំផុតអវយវៈក្រោមទ្រដោយវត្ថុមួយនៅក្រោមជង្គង់ស្ត្រីម្នាក់លើកជើងស្ដាំរបស់មនុស្សនោះដោយដៃឆ្វេងនិងដៃស្ដាំដូចជារឹតច្របាច់គក់ជើងឆ្វេងកាយវិការនៃស្ត្រីទាំងនេះដូចជាចង្អុលបង្ហាញថាមនុស្សនោះមានជំងឺនៅចុងអវយវៈគឺជំងឺឃ្លុងការកត់ចំណាំសំខាន់មួយទៀតនៅជិតខ្លួននៃមនុស្សនោះមានថោមួយដែលដាក់ផ្លែឈើរាងមូលពេញផ្លែឈើនេះប្រហែលជាផ្លែក្របៅដើមក្របៅជាដើមឈើដែលដុះពាសពេញព្រៃបងប្អូនទាំងអស់គ្នាជាទីគោរពគួរបញ្ជាក់ផងដែរថាព្រះបាទជ័យវរ្ម័នទី7ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ1181នៃគ្រិស្តសករាជគេមិនបានដឹងច្បាស់ថាព្រះអង្គចូលព្រះទីបង្គត់នៅឆ្នាំណាពិតប្រាកដនោះទេគេគ្រាន់តែសង្ស័យថាព្រះអង្គទំនងជាបានសោយរាជ្យដល់ឆ្នាំ1218នៃគ្រិស្តសករាជហើយពេលដែលព្រះអង្គសគត់ទៅទ្រង់បានទទួលព្រះមរណនាមថាមហាបរមសោគត